ព្រះគម្ពីរទំនុកដំកើងចំពុក33ខ1អោពួកអ្នកសុចរិតអើយចូលមានចិត្តរីករាយក្នុងព្រះយេហូវ៉ាចុះត្បិតសេចក្តីសរសើរនោះសំណំដល់មនុស្សទៀងត្រង់ចូលអរព្រះគុណដល់ព្រះយេហូវ៉ាដោយចាប់សង្ឃហើយច្រៀងសរសើរថ្វាយទ្រង់ដោយដេញពិនខ្សែ10ចូលច្រៀងទំនុកថ្មីថ្វាយទ្រង់ហើយលេងភ្លេងឲ្យឮរងំដោយពិនប្រសពព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវហើយបណ្ដាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរទ្រង់ស្រឡាញ់សេចក្តីសុចរិតនិងសេចក្តីយុត្តិធម៌ផែនដីមានពេញដោយសេចក្តីសប្បុរសនៃព្រះយេហូវ៉ាផ្ទៃមេឃបានកើតមកដោយសារព្រះបន្ទូលព្រះយេហូវ៉ាហើយពួកបរិវារនៅលើនោះបានកើតដោយសារខ្យល់ពីព្រះអោសទ្រង់ទ្រង់បង្កទឹកសមុទ្រឡើងដូចជាគំនរទ្រង់យកទីជម្រៅដាក់ទុកក្នុងឃ្លាំងចូលឲ្យគ្រប់ផែនដីខ្លាចចំពោះព្រះយេហូវ៉ាហើយឲ្យគ្រប់មនុស្សនៅលោកីកោតក្រែងដល់ទ្រង់ចោះត្បិតទ្រង់គ្រាន់តែមានបន្ទូលនោះក៏កើតមានដូច្នោះទ្រង់បានបង្គាប់នោះក៏មាននៅព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្តីប្រឹក្សានៃអស់ទាំងនគរបានថ្លោះការទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការឯដំបូងមានផងព្រះយេហូវ៉ាវិញនោះនៅជាប់ជានិច្ចហើយតម្រេះក្នុងព្រះハរតីទ្រង់ក៏នៅជាដរាបដល់អស់ទាំងដំណរតទៅមានពរហើយនគរណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួនគឺជាសាសដែលទ្រង់បានរើសទុកជាមរតករបស់ទ្រង់ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ទ្រង់ឃើញមនុស្សលោកទាំងអស់ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ក៏ឃើញអស់អ្នកដែលនៅផែនដីផងគឺទ្រង់ហើយដែលស្អាងចិត្តគេក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរមានស្ដេចណាបានសង្គ្រោះដោយមានពលទ័ពច្រើនឡើយមនុស្សខ្លាំងពូកែក៏មិនបានរួចដោយមានកម្លាំងយ៉ាងខ្លាំងនោះដែរឯសេះនោះឥតប្រយោជន៍នឹងពឹងឲ្យបានសានត្រានក៏មិនអាចនឹងជួយឲ្យអ្នកណារួចដោយសារកម្លាំងដ៏ខ្លាំងរបស់វាដែរមើលព្រះនេតនៃព្រះយេហូវ៉ាទតមកលើអស់អ្នកដែលកោតខ្លាចដល់ទ្រង់គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្តីសប្បុរសទ្រង់ដើម្បីនឹងជួយឲ្យប្រលឹងគេរួចពីស្លាប់ហើយការពារឲ្យគេរស់នៅក្នុងគ្រាអំណត់ប្រលឹងនៃយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ាទ្រង់ជាជំនួយហើយជាខែរបស់យើងខ្ញុំត្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធរបស់ទ្រង់ហើយអើព្រះយេហូវ៉ាអើយសូមឲ្យសេចក្តីសប្បុរសរបស់ទ្រង់សន្ធិដ្ឋនៅលើយើងខ្ញុំតាមដែលយើងខ្ញុំបានសង្ឃឹមដល់ទ្រង់ជំពូក34ខ1ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលាសេចក្តីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ចប្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ាមនុស្សរៀបទៀបនឹងឮហើយនឹងមានសេចក្តីអំណរដែរចូលដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះចូលយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើងខ្ញុំបានស្វែងរកព្រះយេហូវ៉ាហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីផិតភ័យរបស់ខ្ញុំអ្នកណាដែលពឹងដល់ទ្រង់នោះក៏មានសេចក្តីអំណរដ៏ព្រោងព្រាយហើយមុខគេមិនដែលត្រូវខ្មាស់ឡើយខ្ញុំជាមនុស្សវេទនានេះបានអំពាវនាវទៅនោះព្រះយេហូវ៉ាទ្រង់បានស្ដាប់តាមហើយជួយសង្គ្រោះឲ្យរួចពីសេចក្តីលំបាកទាំងប៉ុន្មានរបស់ខ្លួនទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ហើយក៏ជួយគេឲ្យរួចអោសូមភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អចោះមានពរហើយមនុស្សណាដែលពឹងជ្រកក្នុងទ្រង់អោពួកបរិសុទ្ធរបស់ទ្រង់អើយសូមកោតខ្លាចដល់ព្រះយេហូវ៉ាត្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយឯអស់ទាំងសឹងស្ទាវពីតែងតែខ្វះហើយក៏ឃ្លានតែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ានោះនឹងមិនខ្វះអ្វីដែលល្អឡើយកូនទាំងឡាយអើយចូលមកស្ដាប់អញចុះអញនឹងបង្រៀនឯងរាល់គ្នាពីសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាតើមានអ្នកឯណាដែលចង់បានជីវិតហើយស្រឡាញ់អាយុយឺនយូរដើម្បីឲ្យបានឃើញសេចក្តីល្អត្រូវឲ្យរក្សាអណ្ដាតខ្លួនឲ្យរួចពីសេចក្តីអាក្រក់ហើយបបោមាត់ផងមិនឲ្យពោលពាក្យកំពូតចូលថយចេញពីការអាក្រក់ហើយប្រព្រឹត្តការល្អវិញចូលស្វែងរកសេចក្តីសុខហើយដេញជាប់តាមចុះព្រះនេតព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិតហើយព្រះការទ្រង់ក៏ព្រមស្ដាប់សម្រែករបស់គេព្រះ
ភៈព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ដើម្បីនឹងដកយកសេចក្តីនឹកចាំចំពោះគេពីផែនដីចេញ ឯមនុស្សសុចរិតគេអំពាវនាវហើយព្រះយេហូវ៉ាទ្រង់ទទួលស្ដាប់ទ្រង់ក៏ប្រោះគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ចិត្តបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេងហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប មនុស្សសុចរិតតែងតែកើតមានសេចក្តីលំបាកជាច្រើនតែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្តីទាំងនោះ ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះមិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ សេចក្តីអាក្រក់នឹងសម្លាប់មនុស្សដែលប្រព្រឹត្តអាក្រក់ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិតនឹងត្រូវមានទោស ព្រះយេហូវ៉ាទ្រង់លួសព្រលឹងនៃអស់អ្នកដែលគោរពប្រតិបត្តិដល់ទ្រង់ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ ជំពូក35ខ1អោព្រះយេហូវ៉ាអើយសូមទ្រង់ការពារទូបង្គំចំពោះពួកអ្នកដែលតតាំងនឹងទូបង្គំសូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូបង្គំផង សូមចាប់យកទាំងខែលតូចធំហើយក្រោកឡើងជួយទូបង្គំ សូមងារលំពេងរាំងផ្លូវពួកអ្នកដែលដេញតាមទូបង្គំសូមមានបន្ទូលមកប្រលឹងទូបង្គំថាព្រះអង្គជាសេចក្តីសង្គ្រោះនៃទូបង្គំ សូមឲ្យអស់អ្នកដែលពងអាក្រក់ដល់ប្រលឹងទូបង្គំបានទៅជាមានសេចក្តីខ្មាស់ហើយអាប់យោះទៅសូមឲ្យអស់អ្នកដែលគិតប្រទូសរាយដល់ទូបង្គំបានត្រូវថយចេញដោយខ្មាស់វិញ សូមឲ្យគេបានដូចជាចម្បាំងដែលខ្យល់ផាត់ទៅហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង សូមឲ្យផ្លូវគេបានងងឹតហើយរអិលព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ ត្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្ដៅដើម្បីចាប់ទូបង្គំដែលឥតហេតុគេបានជីករណ្ដៅតាក់ប្រលឹងទូបង្គំដែលឥតហេតុ សូមឲ្យសេចក្តីហិនវិនាសលោមកលើគេដោយឥតដឹងខ្លួនហើយឲ្យអន្ទាក់ដែលគេបានលាក់នោះជាប់ខ្លួនគេវិញសូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះហើយវិនាសទៅផង នោះប្រលឹងទូបង្គំនឹងមានសេចក្តីអំណរក្នុងព្រះយេហូវ៉ាហើយនឹងមានសេចក្តីរីករាយដោយសេចក្តីសង្គ្រោះរបស់ទ្រង់ អស់ទាំងឆ្អឹងនៃទូបង្គំនឹងពោលថាអោព្រះយេហូវ៉ាអើយតើមានអ្នកណាដូចទ្រង់ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួនអើទាំងពួកក្រីក្រនិងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន មានស័ក្តិសិទ្ធិកោងលើកគ្នាឡើងគេចោទសួរពីរឿងដែលទូបង្គំមិនដឹង គេប្រព្រឹត្តការអាក្រក់ដល់ទូបង្គំស្នងនឹងការល្អដើម្បីឲ្យប្រលឹងទូបង្គំត្រូវនៅតែឯង តែឯទូបង្គំកាលគេបានឈឺនោះទូបង្គំបានស្លៀកពាក់សម្ពុតថ្មីទូបង្គំបានសម្ដែងសេចក្តីទុក្ខដោយតមអត់អាហារហើយសេចក្តីអធិដ្ឋានរបស់ទូបង្គំបានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ ទូបង្គំបានប្រព្រឹត្តបែបដូចជាអ្នកនោះជាសម្លាញ់ឬជាបងប្អូនទូបង្គំបានអោនខ្លួនដោយសេចក្តីសោកដូចជាអ្នកដែលកាន់ទុកចំពោះម្ដាយ តែក្នុងគ្រាដែលទូបង្គំកើតមានសេចក្តីទំនាស់ចិត្តនោះគេបានអរសប្បាយវិញព្រមទាំងប្រជុំគ្នាផងមនុស្សចង្រៃនោះគេប្រជុំគ្នាទាស់នឹងទូបង្គំតែទូបង្គំមិនបានដឹងខ្លួនសោះគេបានហែកទូបង្គំឥតឈប់ឈរ គេបានសម្ញែងថ្មិញដាក់ទូបង្គំដូចជាពួកអ្នកមានពុតដែលប្រមាថក្នុងពេលលៀងលោមគ្នា អោព្រះអង្គម្ចាស់អើយតើទ្រង់នឹងប្រងើយចំពោះគេដល់កាលណាទៀតសូមដោះប្រលឹងទូបង្គំឲ្យរួចពីការបំផ្លាញរបស់គេហើយដួងជីវិតនៃទូបង្គំឲ្យរួចពីសឹង ទូបង្គំនឹងអរព្រះគុណដល់ទ្រង់នៅក្នុងពួកជំនុំធំទូបង្គំនឹងសរសើរដល់ទ្រង់នៅកណ្ដាលមហាជន សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូបង្គំមានសេចក្តីអំណរដោយឈ្នះទូបង្គំឡើយក៏កុំឲ្យពួកអ្នកដែលស្អប់ទូបង្គំដែលឥតហេតុបានមិចភ្នែកដាក់គ្នាដែរ បិទគេមិននិយាយដោយសេចក្តីមេត្រីទេគឺគេគិតតែបង្កើតសេចក្តីពុតផរចំពោះមនុស្សស្ងប់រងាប់នៅក្នុងស្រុកវិញ គេហាមាត់ធំទាស់នឹងទូបង្គំដោយថាណូភ្នែកយើងបានឃើញច្បាស់ហើយ អោព្រះយេហូវ៉ាអើយទ្រង់បានឃើញដែរសូមកុំនៅស្ងៀមឡើយអោព្រះអម្ចាស់អើយសូមទ្រង់កុំគង់ឆ្ងាយពីទូបង្គំឲ្យសោះ សូមទ្រង់រលឹកឡើងហើយតើនមកវិនិច្ឆ័យទូបង្គំដោយយុត្តិធម៌
អោព្រះដ៏ជាព្រះម្ចាស់នៃទូបង្គំអើយសូមវិនិច្ឆ័យរឿងក្តីនៃទូបង្គំផង អោព្រះយេហូវ៉ាដ៏ជាព្រះនៃទូបង្គំអើយសូមវិនិច្ឆ័យទូបង្គំតាមសេចក្តីសុចរិតរបស់ទ្រង់សូមកុំឲ្យគេមានសេចក្តីអំណរដោយឈ្នះទូបង្គំឡើយ កុំឲ្យគេគិតក្នុងចិត្តថាណូសមដូចយើងប្រាថ្នាហើយកុំឲ្យគេថាយើងបានលេបវាបាត់ហើយ ឯអស់អ្នកដែលអសប្បាយដោយសេចក្តីអន្តរាយរបស់ទូបង្គំនោះសូមឲ្យគេទៅជាមានសេចក្តីខ្មាស់ហើយជ្រពមុខចុះឯអស់អ្នកដែលលើកគ្នាទាស់នឹងទូបង្គំនោះសូមឲ្យគេហុំហរដោយសេចក្តីខ្មាស់និងអព្យុះទៅ តែអស់អ្នកដែលកាន់តាមសេចក្តីសុចរិតរបស់ទូបង្គំសូមឲ្យគេបានស្រែកហូរឡើងដោយអំណរហើយសប្បាយវិញសូមឲ្យគេបានពោលជានិច្ចថាសូមឲ្យព្រះយេហូវ៉ាបានកើនរុងរឿងឡើងដែលទ្រង់សពព្រះហឫទ័យចំពោះសេចក្តីចម្រើននៃអ្នកបម្រើទ្រង់ យ៉ាងនោះអណ្ដាតទូបង្គំនឹងថ្លែងប្រាប់ពីសេចក្តីសុចរិតរបស់ទ្រង់ហើយពីសេចក្តីសរសើរនៃទ្រង់ជាដរាបរាល់ថ្ងៃ